ប៉ុន្តែចំណុចដែលខ្ញុំអត់ពេញចិត្តហើយខ្ញុំគិតថាវាអឺមិនអាចអនុវត្តបាននៅក្នុងជីវិតជាក់ស្ដែងរបស់យើងគឺការដែលធ្វើឲ្យអ្នកដទៃមានអារម្មណ៍ថាពួកគាត់សំខាន់ចឹងមិនមែនយើងចេះតែចាត់ទុកគ្រប់គ្នាជាមនុស្សសំខាន់របស់យើងទេហើយក៏មិនប្រកាសថារាល់ទំនាក់ទំនងយើងត្រូវតែចាត់ទុកបុគ្គលនឹងសំខាន់រហូតដែរពេលខ្លះយើងផ្ដល់ភាពសំខាន់ទៅឲ្យពួកគាត់តាមរយៈចំណុចអីតូចតូចមួយដែលយើងឃើញថាគាត់សំខាន់ប៉ុន្តែក៏មិនរហូតពេលខ្លះគាត់អាចនឹងមានកំហុសឬក៏គាត់អាចនឹងធ្វើអីដោយអចេតនាវាធ្វើឲ្យប៉ះពាល់ដល់យើងក៏យើងអាចបកចុចអាភាពសំខាន់ពីគាត់នឹងវិញបានដែរព្រោះកាលណាតែយើងផ្ដល់ភាពសំខាន់ឲ្យពួកគាត់ច្រើនពេកឬក៏ទម្លាប់យូរពេកពួកគាត់អាចនឹងគិតថាគាត់លែងក្រែងចិត្តយើងព្រោះយើងទុកពួកគាត់សំខាន់ហើយអញ្ចឹងគាត់ធ្វើអីក៏បានដែរយើងអត់ហ៊ានប្រឆាំងយើងអត់ហ៊ានបដិសេធអីជាមួយគាត់ទេអញ្ចឹងវាធ្វើឲ្យពួកគាត់មានអំនួតអញ្ចឹងអ្វីដែលធ្វើបានគឺយើងផ្ដល់ភាពសំខាន់ឲ្យអ្នកដទៃឲ្យមនុស្សជុំវិញខ្លួនពិតមែនប៉ុន្តែក៏ត្រូវស្របតាមកលៈទេសៈដែរចាអរគុណច្រើនសម្រាប់ការចែករំលែករបស់កញ្ញាគឺមានលក្ខណៈបត់បែនមែនទែនប៉ុន្តែខ្ញុំចាប់អារម្មណ៍ទាក់ទងជាមួយនឹងការផ្ដល់សារៈសំខាន់ឲ្យដៃគូនៅក្នុងមិត្តភាពអញ្ចឹងចង់ឲ្យកញ្ញាជួយចែករំលែកតិចថាតើកន្លងមកនៅក្នុងមិត្តភាពរបស់កញ្ញាតើកញ្ញាដែលផ្ដល់សារៈសំខាន់ទៅដល់មិត្តភក្តិណាមួយឬក៏មិត្តក្នុងភាគីនៃមិត្តភាពណាមួយហើយបន្ទាប់មកកញ្ញាក៏មានការខកចិត្តជាមួយនឹងការផ្ដល់សារៈសំខាន់នឹងដែរឬទេ